សូមជម្រាបសួរសម្ដេចលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីវិលត្រឡប់ជួបគ្នាជាថ្មីម្ដងទៀតហើយនៅវេលាថ្ងៃសៅរ៍វេលាម៉ោង 9 ដល់ម៉ោង 10 ព្រឹកហើយនឹងចាក់ផ្សាយសារឡើងវិញជារៀងរាល់ល្ងាចថ្ងៃពុធវេលាម៉ោង 4 រហូតដល់ម៉ោង 5 ល្ងាចជួបជាមួយនឹងកម្មវិធី Bravo ចា៎បាទដូចជាចន្លងសប្តាហ៍ហ្នឹងអត់មានអីខុសពីសប្តាហ៍មុនទេអ្វីដែលប្លែកនោះគឺទស្សនិកជនប្លែកជាមួយនឹងបងប្អូនដែលមានសមត្ថភាពប្លែកពីគ្នាចាដែលជាមួយនឹងពាក្យថ្មីប្លែកទាំងភាសាជាតិនិងភាសាអង់គ្លេសផងដែរអូខេសួស្តីអ្នកគ្រប់គ្រងទាំងពីរវិទ្យាល័យសួស្តីហើយក៏សូមជម្រាបសួរលោកគ្រូដែលមកពីវិទ្យាល័យបរិយ100ខ្នងក៏ដូចជាលោកគ្រូជាសៀនសន្ធរមុខចាដែលលោកគ្រូមកពីវិទ្យាល័យបរិយ100ខ្នងនោះគឺលោកគ្រូសរិនចាជម្រាបសួរលោកគ្រូហើយនឹងលោកគ្រូសារាវុធចាអូខេឥឡូវនេះលោកគ្រូទាំងពីរមានភាពមានទឹកមុខស្រស់ស្រាយខ្លាំងមែនតើហើយក៏ជឿជាក់ដែរថាគាត់យកចម្រាញ់យកសិស្សមកប្រកួតសប្តាហ៍នេះគឺអូលោកគ្រូសារិនខ្ញុំក៏យកអ្នកខ្លាំងដែរសារលោកគ្រូសារិនមានប្រសាសន៍ថាលោកគ្រូវត្តអើយខ្ញុំក៏ខ្លាំងមិនចាញ់ដែរចាំមើលតែសប្តាហ៍នេះរវាងលោកគ្រូទាំងពីរតើវិទ្យាល័យរបស់លោកគ្រូមួយណាដែលទទួលបានជ័យលាភីអូខេឥឡូវនេះជួបបងប្អូនតែម្ដងទៅដែលបងប្អូនមកពីវិទ្យាល័យចាទាំងពីរហ្នឹងគឺមានឯកសណ្ឋានពណ៌ខ្មៅនិងពណ៌ទឹកក្រូចសូមអញ្ជើញបងប្អូនទាំងពីរក្រុមសូមអញ្ជើញអូខេវិទ្យាល័យសន្ធរមុខនៅខាងនេះហើយនៅវិទ្យាល័យ100ខ្នងនៅខាងនោះចាអូខេសួស្តីបងប្អូនទាំងពីរក្រុមសួស្តីបងចាជំរាបសួរទាំងអស់គ្នាអូខេអញ្ចឹងចូលជួយណែនាំខ្លួនចំណទស្សនិកជនតិចទៅបាទចាខាងយើងមុនទៅខាងសន្ធរមុខ Hello everybody my name is Bunthon I'm a student of Santhormuk High School I'm in grade 11 today I'm really glad to join this TV show that's called Bravo and I'm really glad that the government has produced this program for our children. Besides that, I have an idea for our city. It's based on the environment, especially environment in Phnom Penh City is really worse, especially around the market. A lot of mess with the garbage and other dirty things. And also along the road, there's a lot of plastic bag, bottle, leaf, and other things that pollute the environment. So to solve this problem, first we need government to organize the garbage around the market. And then I recommend the seller to take care of their place and also the market. And for the individual is to especially when they're driving and they drink something or hold something eating, after they finish it, they throw it away on the road. So I hope that they should avoid this. Okay, then. អរគុណដែលបងអូនជួយលើកនៅរឿងមួយដែលបងពេញចិត្តមែនតើដែលថាអត់ដែលឮបងប្អូនមានយោបល់សោះគឺទី1គឺតែដោយសារបងប្អូនយើងមួយចំនួនហ្នឹងគឺគាត់ខ្វះការយល់ដឹងឬមួយក៏ចាគាត់មិនទទួលបានព័ត៌មានច្បាស់តែពីថ្ងៃទៅសង្ឃឹមថាប្រជាពលរដ្ឋរបស់យើងនឹងទទួលដឹងទាំងអស់គ្នាខ្ញុំតែងតែសង្កេតឃើញថាមិនថាឡានឡានតាក់ស៊ីឬមួយអ្នកឡានដែលមានទំនើបហ្នឹងច្រើនតែញ៉ាំអីហើយប្រវត្តិចេញតាមប្រអួយតាមផ្លូវតាមអីចាឬក៏ខាក់ស្ដោះតាមបង្អួចតាមអីហ្នឹងគឺអត់ល្អមែនតើចាអញ្ចឹងយើងគប្បីយើងគិតថាយើងជិះនៅក្នុងឡានយើងចោលមកយើងអត់គិតថាអ្នកណានៅខាងក្រោយយើងទេគឺសិតតែប្រជាជនរបស់យើងចាខ្មែររបស់យើងជិះពីក្រោយយើងដល់ពេលយើងទៅបោះចោលបោះអីចឹងចៃដន្យដបទឹកសុតអីចៃដន្យនេះសបកពោតអីទៅមិនត្រូវគាត់ត្រូវអីគ្មានបញ្ហាដល់គ្រោះថ្នាក់ចរាចរណ៍របស់គាត់អីចឹងទៅយើងក៏មិនដឹងទៀតចាអញ្ចឹងយើងធ្វើអីមួយយើងគួរតែគិតថាមានអ្នកណានៅខាងក្រៅយើងធ្វើអីយើងមានសម្រាមក្នុងឡានយើងមានថង់ទៅញ៉ាំឲ្យដាក់ចូលក្នុងថង់ក្នុងឡានរបស់យើងទៅចាឲ្យទុកដល់កន្លែងណាដែលមានធុងសម្រាមយើងយកវាទៅបោះចោលឲ្យបានត្រឹមត្រូវអញ្ចឹងសង្ឃឹមថាបងប្អូនដែលជិះឡានតាក់ស៊ីក៏ដោយមានរថយន្តទំនើបក៏ដោយគឺចេះគិតគូរពីបញ្ហានេះទាំងអស់នេះឡើងវិញបាទអូខេហើយតាក់ទងជាមួយនឹងសម្រាមនេះផងដែរដូចជាបងអូនបានលើកឡើងបាញ់មិញហ្នឹងសម្រាប់បណ្ដាអាជីវករក៏ដូចជាអ្នកលក់ដូរនៅសំទោសអ្នកលក់ដូរនៅក្នុងទីផ្សារដែលគាត់បានលើកឡើងបាញ់មិញហ្នឹងគឺនៅពេលដែលគាត់
លក់អីវ៉ាន់របស់គាត់នឹងហើយដូចជាបន្លែដែលខូចឬមួយក៏ស្បោងគឺគាត់តែងតែបោះពីវាការបាទថង់ប្លាស្ទិកហ្នឹងគឺគាត់បោះនៅកន្លែងហ្នឹងឬមួយក៏គាត់កវែងនៅកន្លែងផ្លូវដើរអញ្ចឹងស្ទះលូទៅបាទស្ទះលូទៅអ្នកណាបាទកាន់តែលំបាកគាត់មែនទេបាទអញ្ចឹងសូមបើដូចជាសម្ដីរបស់គាត់មិនបាញ់មិញហ្នឹងគឺចង់ប្រាប់ទៅកាន់អាជីវករក៏ដូចជាអ្នកលក់ដូរទាំងអស់គឺត្រូវតែប្រុងប្រយ័ត្នក៏ដូចជាចូលរួមគ្នាដើម្បីសម្អាតនៅទីផ្សារក៏ដូចជាបរិស្ថានរបស់យើងឲ្យកាន់តែស្អាតដោយចោលសម្រាមនៅក្នុងធុងសម្រាមឲ្យបានត្រឹមត្រូវផងដែរចាដោយពាក្យស្លោកថាទីក្រុងស្អាតត្រូវចាប់ផ្ដើមពីរូបអ្នកចាអរគុណដែលបងប្អូនមកពីវិទ្យាល័យជាស៊ីមសន្ធមុខអូខេជំរាបសួរលោកគ្រូជំរាបសួរទស្សនិកជនទាំងអស់គ្នាខ្ញុំឈ្មោះអេនីកាមកពីវិទ្យាល័យជាស៊ីមសន្ធមុខខ្ញុំមានអារម្មណ៍ថារីករាយណាស់ដែលបានចូលរួមក្នុងកម្មវិធីនេះខ្ញុំមានសារខ្លះៗចែកជូនដល់អ្នកទាំងអស់គ្នាក្នុងនាមខ្ញុំជាសិស្សានុសិស្សនិងជាទំពាំងស្នូលឫស្សីយើងគួរខិតខំប្រឹងប្រែងរៀនសូត្រនិងជិះឲ្យឆ្ងាយពីគ្រឿងញៀនព្រោះគ្រឿងញៀនផ្ដល់ផលវិបាកជាច្រើនដល់មិនថាខ្លួនយើងគ្រួសារនិងសង្គមជាតិសូមនិយាយថាទេចំពោះគ្រឿងញៀនចាអរគុណច្រើនអូខេល្អមែនតើតើតើទៅនឹងគ្រឿងញៀនហើយនឹងស្អីគេដើម្បីគឺការចាប់សម្រាប់ពីវាការហើយនឹងចាថែរក្សាបរិស្ថានអរគុណដល់បងប្អូនដែលមកពីវិទ្យាល័យជាស៊ីមសន្ធមុខបាទអូខេខាងបរិយ100ខ្នងគេឥឡូវលោកគ្រូសរិនកំពុងតែចាំមើលតើកូនសិស្សគាត់នឹងនិយាយល្អមិនទេជំរាបសួរអូខេសូមជួយណែនាំខ្លួនជំរាបសួរលោកគ្រូអ្នកគ្រូហើយនឹងមើលទាំងអស់គ្នាខ្ញុំឈ្មោះហ៊ុនកឹមសួរជាសិស្សថ្នាក់ទី11នៃវិទ្យាល័យហ៊ុនសែនបរិយ100ខ្នងបាទថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដែលបានចូលរួមក្នុងកម្មវិធី Bravo របស់ស្ថានីយ៍ទូទួលបាយ័នបាទហើយខ្ញុំក៏មានសារខ្លះដើម្បីចែកជូនដល់អ្នកទាំងអស់គ្នាផងដែរក្នុងនាមយើងជាយុវជននិងជាទំពាំងស្នងរិស័យយើងត្រូវតែខិតខំសិក្សារៀនសូត្រឲ្យបានពូកែខ្លាយខ្លួននិងអភិវឌ្ឍខ្លួនឯងឲ្យក្លាយជាបុគ្គលម្នាក់ដែលសង្គមត្រូវការបាទចាអូខេអរហើយអរគុណគឹមសួរបាទអូខេបងបន្ទាប់ Good morning teachers and hello everybody Today I'm very honored that I can join in this program called Bravo Programs and I am the last one who preside my speech and what I want to recommend is that the ways on how you can improve your brain to be an outstanding student. Okay, how? Yes. And I have 3 ways to be. The first is you have to get a positive thinking. I mean, you try to do it and think it that you can do it. And the second one is that laughter is the best medicine. Yeah, when you get stressed, you can laugh or you can do something that can cut down the stress. And the last one is getting enough sleep. Yeah, sleep is very important. So if you cannot get enough sleep, you won't be able to study well. You will feel sleepy in the class. So sleep is very important. You have to do it. Yeah, thank you. Only 3 things. ចាឃើញថាសប្តាហ៍នេះគឺទទួលបាននៅបទពិសោធន៍ថ្មីៗពីប្អូនអបុនហៃបាទយ៉ងហៃ Can you speak Khmer? Yes. I can. Because I saw you wear everything that I say in Khmer. You just only knock your head. Maybe I think you can listen Khmer language, but you cannot speak. Yes. I'm not foreigner. Yeah? I'm not foreigner. I am a Khmer. Oh, okay. But right now you want to practice in English, right? Yes, but I think that his pronunciation look like the foreigner. Okay, good. Yes. Thank you. Okay, successful in your life in the future. Okay, ចាឃើញថាសប្តាហ៍នេះទទួលបទពិសោធន៍ថ្មីពីអូនហៃទៀតហើយឃើញថា3ចំណុចដើម្បីឲ្យខ្លាយខ្លួនដូចជាសិស្សបកែនិងអភិវឌ្ឍនឹងខួរក្បាលរបស់គាត់បាទដែលចំណុចទី1នោះគឺបងអូនបាននិយាយថាទី1គឺត្រូវតែពង្រឹងស្មារតីរបស់ខ្លួនឯងទោះបីជាខ្លួនឯងធ្លាក់ក្នុងចំណុចខ្សោយណាមួយគឺត្រូវតែខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីឲ្យខ្លាំងបាទចំណុចទី2នោះគឺត្រូវតែសើចដើម្បីបំបត្តិ stress អញ្ចឹងពេល stress នៅពេលណាដែរអូនប្លែកមែនតើណាពេលដែលរៀនច្រើនពេកគិតអ្វីដដែលសាំញ៉ាំបាទដោះស្រាយអ្វីមួយបាត់ចេញអត់ចេញអង្គុយសើចហ្មងខ្លួនឯងសើចឲ្យបងមើលមួយមើលចឹងអាចទៅនិយាយលេងជាមួយមិត្តភក្តិឬក៏ឈប់ធ្វើវាមួយឡែកសិនហើយទៅកំសាន្តនៅអ្វីផ្សេងទៀតអូខេឬក៏យើងអាចនិយាយបានមួយយ៉ាងទៀតគឺ relax វិញចាអូខេហើយចំណុចទី3នោះចាពេលដែលយើងកំពុងតែ focus លើអីមួយពេកវាស្មុកហើយខួរក្បាលយើងលែងគិតអីបានហើយអញ្ចឹងយើងត្រូវតែ relax
សើចឲ្យបានច្រើនបានតែជែកដេកជាមួយមិត្តភ័ក្តិស្មានតែគិតលេងចឹងអង្គុយសើចមើលលំហាត់តែមិនមែនចឹងទេណានិយាយរួមទៅនិរតរៀនបកកាយមកដល់10ថ្ងៃដោយសារគាត់បកកាយសើចហ្នឹងឯងគាត់មកគាត់ដឹងនេះខ្ញុំអត់ទេខ្ញុំតាំងពីដើមព្រោះអីខ្ញុំក៏ក្នុងចំណោមសិស្សបកកាយដែរខ្ញុំនៅរៀនណោះចាខ្ញុំមិនមែននិយាយអួតខ្ញុំនិយាយពេលណាដែលខ្ញុំរៀនអត់ចេះអីមួយដូចថាខ្ញុំ focus ពេកដូចធ្វើកណិតធ្វើអីចឹងយើងគិតអត់ចេញគិតមិនក៏រកវិធីអាងាយខ្ញុំចង់និយាយថាខ្ញុំចេះវិធីសម្រាយពីគ្រូអបបាក់មកហើយតែខ្ញុំរកវិធីសាស្ត្រក្នុងការធ្វើឲ្យខ្លីឲ្យលឿនទៀតមិនអង្គុយឃើញស្លឹកឈើអង្គុយបាយអង្គុយសើចដល់ពេលអញ្ចឹងខ្ញុំត្រូវ relax វាត្រូវធ្វើម៉េចយើងត្រូវតែបិទអាហ្នឹងសិនយើង keep តែយើងទៅសុបាយតែសុបាយយើងអត់ភ្លេចកន្លែងហ្នឹងទេយើងនៅតែរកនឹកធ្វើម៉េចដោះស្រាយកន្លែងហ្នឹងតែគ្រាន់តែយើង relax វាតិចកុំ focus វាពេកអញ្ចឹងអាចធ្វើឲ្យបញ្ហាយើងកើតទៅជាមាន stress មានអីគិតអញ្ចឹងទៅណាហើយចំណុចទី3បងប្អូនល្អមែនតើគេញឲ្យបានច្រើនអ្នករៀនត្រូវតែគេឲ្យបានច្រើនគេឲ្យបានគ្រប់គ្រាន់រៀនក៏អត់បានប៉ាកែចង់ថាប៉ាកែហើយតែពេលដែលបងប្អូនបកកាយគឺកម្លាំងរបស់បងប្អូនគឺខ្សោយទុនខ្សោយពីសុខភាពរបស់យើងជាចម្បងត្រឹមត្រូវអ្នកខ្លះងើបរៀនយប់គេងម៉ោង 2:11 ងើបម៉ោង 4 គិតថានេះមិនមែនជាចំណុចល្អទេគេងអត់គ្រប់គ្រាន់ចាយើងងើបពីព្រលឹមរៀនមិនល្អតែយើងរៀនដល់យប់ជ្រៅពេកចាអញ្ចឹងខួរក្បាលយើងត្រូវតែចេះរៀបចំគេហៅថាការវិភាគសម្រាប់ខ្លួនឯងមកប្រហែលយើងរៀនប៉ុណ្ណេះមកប្រហែលយើងរៀនប៉ុណ្ណេះបាទដើម្បីឲ្យល្អអូខេអរគុណមែនតើថ្ងៃនេះសប្តាហ៍នេះទទួលបានចំណេះដឹងថ្មីៗដែលបងប្អូនចែករំលែកទៅមិត្តភ័ក្តិយើងអរគុណដែលបងប្អូនមកពីវិទ្យាល័យចាអូនសែនបុរី100ខ្នងចាអូនសែនបុរី100ខ្នងបាទអូខេចាំបងប្អូនទាំងពីរក្រុមធ្លាប់ទស្សនាកម្មវិធីរបស់យើងហើយមែនទេធ្លាប់បាទអូខេអញ្ចឹងប្រកាសជាដឹងខ្លះៗតាក់ទងជាមួយនឹងលក្ខន្តិកៈក៏ដូចជាការប្រកួតរបស់យើងដោយកម្មវិធីរបស់យើងគឺមាន2វគ្គទី1គឺតម្រូវបងប្អូនទាំងពីរក្រុមប្រកបពាក្យជាភាសាអង់គ្លេសនិងពាក្យជាភាសាជាតិដោយពាក្យជាភាសាជាតិយើងមាន12ពាក្យនិងពាក្យជាភាសាអង់គ្លេសមាន6ពាក្យចំណែកនៅវគ្គទី2គឺបងប្អូនទាំងអស់គ្នាទៅប្រកួតកីឡាបូកផ្សំជាមួយនឹងចំណេះដឹងទូទៅនៅឯសួនកំសាន្តទំនើប Dreamland អូខេអញ្ចឹងនៅវគ្គទី1នេះអីចង់សួរថាមានចម្ងល់អីទៀតតើបញ្យល់បងអូខេសួរហ្មងអូខេឥឡូវខ្ញុំរៀបរាប់លក្ខន្តិកៈនៅក្នុងវគ្គទី1នេះតែម្ដងបាទវគ្គទី1នេះគឺតម្រូវឲ្យបងប្អូនប្រកបពាក្យបាទដោយការប្រកបពាក្យនោះគឺតម្រូវឲ្យបងប្អូនត្រូវតែប្រកបក្រោយពីបងអានពាក្យថាចាប់ផ្ដើមឬមួយក៏ start ចំណុចបន្ទាប់គឺបងប្អូនទាំងពីរក្រុមត្រូវតែ take care ត្រូវតែ be careful ជាមួយនឹងពាក្យជាភាសាជាតិនិងពាក្យជាភាសាអង់គ្លេសត្រង់ពាក្យដូចជាព្យញ្ជនៈដូចជាអក្សរសយោរឡូវហជាដើមបងអូនខ្លះគឺកាលពីសប្តាហ៍មុនគឺបងអូនតែងតែអានប្រកបពាក្យទៅច្រឡំដូចជាពាក្យថាយោទៅជាយ៉រទៅជារជើងម៉ូទៅជាជើងម៉ជាដើមអញ្ចឹងត្រូវតែប្រុងប្រយ័ត្នបាទសម្រាប់ពាក្យជាភាសាអង់គ្លេសវិញគឺបងអូនត្រូវតែប្រយ័ត្នពាក្យជាពាក្យដូចជាអក្សរ L M N Z បងអូនខ្លះក៏ប្រកបទៅជា pronunciation បារាំងភាសាបារាំងគឺ L M N និង Z អញ្ចឹងពីកម្មវិធីរបស់បងគឺមិនឲ្យបន្ទុកនោះឡើយនិយាយរួមទៅកម្មវិធីនេះគឺតម្រូវឲ្យបងប្អូនប្រកបពាក្យជាភាសាអង់គ្លេសហើយនិងពាក្យជាភាសាជាតិមិនអនុញ្ញាតឲ្យបងប្អូនយកពាក្យជាភាសាបារាំងយកមកប្រកបឡើយអញ្ចឹងខុសលក្ខន្តិកៈក្នុងការប្រកបចាអូខេឥឡូវយល់អស់ហើយលក្ខន្តិកៈយល់អស់ហើយលក្ខន្តិកៈចាអូខេឥឡូវចាប់ពាក្យរបស់យើងទៅអូខេអញ្ចឹងមុនប្រកបក្រោយបាទប្រកបមុនប្រកបក្រោយអូខេចាំមើលបុនធននឹងឲ្យអ្នកណាប្រកបមុនបាទអូខេឥឡូវនេះយើងឃើញហើយបងប្អូនដែលមកពីវិទ្យាល័យជាស៊ីមសន្ធរមុខជាអ្នកប្រកបមុនចំណែកឯបងប្អូនដែលមកពីវិទ្យាល័យហ៊ុនសែនបុរី100ខ្នងជាអ្នកប្រកបក្រោយចាអូខេអញ្ចឹងយើងចាប់ទៅថាពាក្យភាសាខ្មែរ2ភាសាអង់គ្លេស1អូខេសូមអញ្ជើញពាក្យជាភាសាខ្មែរ2ពាក្យជាភាសាអង់គ្លេស1អូខេដាក់លើតុសិនអូខេឥឡូវនេះបងប្អូនបានស្ដាប់នៅលក្ខន្តិកៈហើយបងប្អូននឹងចាប់ផ្ដើមប្រកួតនាពេលបន្តិចទៀតនេះតែមុននឹងប្រកួតយើងទាំងអស់គ្នាក៏សូមអរគុណដល់លោកនាយកភោគផលបុណ្យនៃវិទ្យាល័យហ៊ុនសែនបុរី100ខ្នងដែលលោកអនុញ្ញាតឲ្យលោកគ្រូកឹមសារិនចាដឹកនាំបងប្អូនចូលរួមប្រកួតប្រជែងផ្នែកចំណេះដឹងនេះនៅក្នុងកម្មវិធីមិត្តពូកែបាទហើយសំណេររូបខ្ញុំបាទវិញក៏សូមថ្លែងអំណរគុណដល់លោកនាយកមាឃឆរស្មីក៏ដូចជាលោកគ្រូសារាវុធដែលបានអនុញ្ញាតឲ្យលោកគ្រូក៏ដូចជាបងប្អូនសិស្សានុសិស្សឲ្យចូលរួមលេងដោយផ្ទាល់នៅក្នុងកម្មវិធីមិត្តពូកែរបស់យើងនេះផងដែរចាឥឡូវនេះកម្មវិធីមិត្តពូកែចាប់ផ្ដើមសូមឲ្យបងប្អូនបុនធនដែលមកពីវិទ្យាល័យសន្ធរមុខបើកនៅពាក្យភាសាខ្មែររបស់បងប្អូនលេខប៉ុន្មានអូខេបង្ហាញទស្សនិកជនលេខ4ត្រៀមពាក្យលេខ4បានទៅលើពាក្យថាស្របក់ស្របាល
ម្ដងទៀតស្របក់ស្របាល់ចាប់ផ្ដើម សជើងរបកបន្តក់សជើងរបស្រអាឡ ចាចូលរួម Bravo ពាក្យស្របក់ស្របាល់មានថ្នាក់ពាក្យជាគុណនាមឬកិរិយាវិសេសមានន័យថាស្របាល់គ្នាបន្ទាប់គ្នាឧទាហរណ៍អាយុស្របក់ស្របាល់គ្នាមកដល់ស្របក់ស្របាល់គ្នាសរសេរថាស្របាក់ស្របាល់ក៏បានគឺសជើងរបស្រអាក៏បន្តក់សជើងរបស្រអានិងលស្របាក់ស្របាល់អញ្ចឹងយើងអានបាន2ធឺអូខេខាងនោះអូនភាសាខ្មែរ ភាសាខ្មែរអូខេលេខប្រហែលដែរមហាទស្សនិកជន 10 អូខេលេខ ណា 10 គេអ្នកប្រកប ខាងណាជាអ្នកប្រកប ខ្ញុំ ត្រៀមពាក្យលេខ10ភាសាខ្មែរបានទៅលើពាក្យថាអាវ៉ាសែម្ដងទៀតអាវ៉ាសែចាប់ផ្ដើម អស្រអាវស្រអាសស្រអាយ ចូលរួម Bravo អាវ៉ាសែមានថ្នាក់ពាក្យជាកិរិយាវិសេសឬគុណនាមមានន័យថាណែណោតែតោដែលឥតទីពំសំទោសដែលឥតទីពឹងពំនាក់ដែលសัตว์អណ្ដែតទៅមកតាមតែបានឧទាហរណ៍មនុស្សអាវ៉ាសែដើរអាវ៉ាសែប្រើជាអាវ៉ាសែឬក៏អវ៉ាសែក៏បានជាពាក្យបាលីភាសាអវ៉ាដែលគ្មានលំនៅដែលឥតមានទីសំណាក់អាស្រ័យពាក្យកាព្យសម្រាប់ឲ្យនឹកឃើញឧទាហរណ៍ជនអវ៉ាសែធ្លាប់ឃើញច្រើនតែលុបលៀងគុណគេបើគេសង្គ្រោះហ៊ានឆ្លោះនឹងគេជនឲ្យទោសទ្វេក៏សឹងតែមានគឺអវ៉ាសែចាអរគុណពាក្យភាសាអង់គ្លេស បាទភាសាអង់គ្លេស លេខ1ភាសាអង់គ្លេសលេខ1ណាគេអ្នកបក ខាងណាអ្នកប្រកប អូនប៊ុនធនពាក្យភាសាអង់គ្លេសលេខ1បានទៅលើពាក្យថា take cheese the cup ដល់ទៀត take cheese the cup ចាប់ផ្ដើម T A C H I S T O S C O P E ចា good bravo take cheese the cup function is noun definition is ប្រដាប់បញ្ចាំងរូបភាពទៅលើសម្ពុតបញ្ចាំងរូបឬអេក្រង់ ភាសាអង់គ្លេសខាងណាជាអ្នកប្រកប គឹមសួរមួយយ៉ងហើយ យ៉ងហើយ អូខេយ៉ងហើយជាអ្នកប្រកបលេខ2 លេខ2ណាហើយត្រៀមពាក្យភាសាអង់គ្លេសលេខ2បានទៅលើពាក្យថា get about ម្ដងទៀត get about ចាប់ផ្ដើម G A D A B O U T yes bravo get about function is noun definition is មនុស្សរស័ព្ទអណ្ដែត អូខេលេខ2 ពាក្យភាសាខ្មែរលេខ2បានទៅលើពាក្យថាខ្ទុំទេម្ដងទៀតខ្ទុំទេចាប់ផ្ដើម កជើងតមពមជើងពតស្រអេស ចា បាទ ចូលរួមសោកស្ដាយដែលបងអូនប្រកបជន់ ដឹងខ្លួន តែ ទេមែនទេ ដឹងថាជើងពោតែច្រឡំថាភ្លេចថាពាក្យថាជើង បាទ ចាតែអូននិយាយពោបានតែបជនជំនះ ជនជំនះ ចាអសពោ ដឹងខ្លួន មិនមែនជាជើងពោទេចូលរួមសោកស្ដាយមែនតើចា អូខេ អត់អីទេមានពាក្យច្រើន អូខេឥឡូវសុំតែដៃលើកចិត្តមួយមក ទុំទេប្រកបថាកជើងតមើជើងពតស្រអេនិងសខ្ទុំទេមានថ្នាក់ពាក្យជានាមមានន័យថាឈ្មោះឈើមួយប្រភេទជាឈើមានដើមមិនធំណាស់មានសាច់រឹងស្លឹកល្អិតផ្កាមានសន្តានស្រដៀងនឹងផ្កាខ្ទុំផ្លែមានសន្តានស្រដៀងនឹងផ្លែចង្រៀកប៉ុន្តែមានត្រួយផ្កានិងផ្លែខ្ចីប្រើជាអន្លក់បានត្រួយប្រើជារបោយនំបញ្ចុកក៏បានជាឈើមានពូជមកពីប្រទេសក្រៅមាននៅសំទោសមាននៅប្រទេសកម្ពុជាយូរណាស់មកហើយអ្នកខ្លះហៅឈើនេះថាសម្បួរទេអ្នកខ្លះហៅសម្បួរប្រាក់អ្នកខ្លះហៅទុំទេ អូ ខ្លះហៅក្រាក់ទុំថេត អូ តាមសម្ដីសៀមតាមពិតត្រូវហៅខ្ទុំទេសឬសម្បួរទេសឧទាហរណ៍
គេច្រើនដាំខ្ទឹមទេសធ្វើជារបងឈើរស់ព្រោះជាឈើរស់ជាប់បានយូរគេអាចប្រើត្រួយផ្កាដែលផ្លែខ្ចីជាអាហារក៏បានបើយើងនិយាយទៅពាក្យខ្មែរយើងខ្ទឹមទេសតែបើយើងនិយាយទៅបើយើងក្រធមថេតយើងស្គាល់ចាក្រធមថេតគឺយើងស្គាល់តែនឹងពាក្យយើងកម្ចីពីគេទេតែពាក្យដែលត្រឹមត្រូវយើងគួរតែកែក្រធមថេតខ្ទឹមទេសក៏ក្រទុំថេតទៅជាខ្ទឹមទេសឬក៏សម្បួរទេសចានេះជាពាក្យខ្មែររបស់យើងចាអញ្ចឹងយើងកែអស់នេះចេះពាក្យថ្មីទៀតហ្នឹងហ៎អូខេពាក្យភាសាខ្មែរភាសាខ្មែរលេខប្រមាណដែរ6លេខ6ពាក្យលេខ6ភាសាខ្មែរបានទៅលើពាក្យថារឹសយ៉ាម្ដងទៀតរឹសយ៉ាចាប់ផ្ដើមឬស្រៈពេញតួសជើងយោស្រៈអាចូលរួម Bravoរឹសយ៉ាមានថ្នាក់ពាក្យជានាមមានន័យថាគាត់លើពាក្យរឹសយ៉ាមិនពាក្យហ្នឹងមានន័យល្អហ៎ខុសហើយល្អអត់ហេតុអីពេលណាក្រក់បើចឹងពេលណាក្រក់ហីអូអប្រៃរឹសយ៉ាចាបាទអូខេរឹសយ៉ាគាត់យើងទាំងអស់គ្នាមិនថាបងប្អូនយើងទាំងអស់គ្នាគាត់លឺដឹងថាពាក្យហ្នឹងបើសិនជាមនុស្សវិញគឺមនុស្សមិនល្អហ្មងចាអញ្ចឹងយើងស្ដាប់អត្ថន័យទាំងអស់គ្នារឹសយ៉ាមានថ្នាក់ពាក្យជានាមមានជាពាក្យសំស្ក្រឹតនិងបាលីលាយគ្នាមានន័យថាសេចក្តីច្រណែនសេចក្តីឈ្នានីសខ្មែរប្រើជាកិរិយាក៏បានច្រណែនឈ្នានីសក៏បានឧទាហរណ៍កុំរឹសយ៉ាគេបុរាណសរសេរថារឹសយ៉ាគឺរស្រអិសជើងយើស្រអាងក៏មានបានន័យថាបើការចំណែនការឈ្នានីសគ្នាយូរទៅបកទៅជាមានបញ្ហានេះពេលអនាគតអញ្ចឹងយើងកុំរឹសយ៉ាគេពេកកុំខុសខើពេកចាអត់ល្អអូខេអញ្ចឹងជុំទី1ចាប់ហើយបងអូនជុំទី2ចាប់ពាក្យបន្ទាប់ជុំទី2ចាចាដើម្បីឲ្យប្លែកបងសនំពរឲ្យប៊ុនធុនដូរទៅខាងនោះឲ្យអូននេះមកនេះវិញហើយអូនឲ្យទៅខាងនោះវិញខ្ញុំដឹងចាមូលហេតុអីអត់ប្រាប់ខ្ញុំដឹងចាំចាប់កម្មវិធីចាំបងប្រាប់អូខេអត់មានអីប្លែកទេទោះនេះជឿនកុំសូវស្ដាប់ចាន់ឡុងបាទចាំជិះខ្ញុំប្រាប់ខាងមិញខាងនេះហ៎បាទចាអូខេចឹងខាងនេះអ្នកប្រកបត្រូវឯងមិញខាងលេខប៉ុន្មានដែរអូនចាលេខ9ពាក្យជាភាសាខ្មែរបានទៅលើពាក្យថាសវណ្ណម័យម្ដងទៀតសវណ្ណម័យចាប់ផ្ដើមសស្រៈអោវណជើងណមសញ្ញុសញ្ញាយោបាទយ៉ាងម៉េចហើយអំបញ្ញមិញនេះគឺអក្សរវទៅជាវចាលឺច្បាស់មែនតើគឺថាលឺអក្សរវមិនអក្សរវទេអញ្ចឹងបងមិនអាចឲ្យបងអូនត្រឹមត្រូវបានទេចូលរួមសោកស្ដាយបាទកាត់ឲ្យលើកចិត្តបាទអូខេឥឡូវនេះរូបខ្ញុំអាចក៏សូមសម្ដែងបញ្ជាក់តែម្ដងពាក្យថាសវណ្ណម័យសរសេរសស្រៈអោវណជើងណមសញ្ញុសញ្ញាយោថ្នាក់ពាក្យជាគុណនាមជាពាក្យបាលីនិងសំស្ក្រឹតលាយគ្នាមានន័យថាដែលជាមាសដែលធ្វើដោយមាសដែលវិចិត្រដោយមាសដែលទឹបមាសឧទាហរណ៍គ្រឿងសវណ្ណបាឡាំងសវណ្ណបាទប្រើសវណ្ណម័យឬសុវណ្ណម័យក៏បានដែរខាងយើងភាសាខ្មែរលេខ12ភាសាខ្មែរពាក្យថាច្រត់នាងគល់ម្ដងទៀតច្រត់នាងគល់ចាប់ផ្ដើមចជើងរតណងជើងកសញ្ញោសញ្ញានិងលោមកចៃបាត់បតក់អីឮទៅបាត់បតក់អីហើយចុះតបន្តតមួយទៀតទៅណាចជើងរណយកតែម្ដងមានឮយ៉ាងនេះអើចាអត់បន្តយ៉ាងហ៎និយាយឲ្យខាងនេះធ្លាយខ្លួនឯងទទួលកំហុសខ្លួនឯងអូខេអញ្ចឹងមិនចូលរួមចូលរួមអីចូលរួមអបអរសាទរចំពោះក្រុមយើងស្មើគ្នាខុសមួយស្មើហ្នឹងមិនត្រូវអូចឹងហ៎អូអត់បានទេយើងកេងបន្ទុកគេអត់បានទេឥឡូវចាំមើលបន្ទុកសរុបទាំងអស់គ្នាកុំតន់អាមជជែកសិននិយាយទៅកេងអត់បានបាទនៅមានមួយជុំទៀតអូខេឥឡូវខ្ញុំសូមសម្រាយពាក្យនេះតែម្ដងពាក្យថាច្រត់នាងគល់សរសេរចជើងរតបន្តណងជើងគសញ្ញុសញ្ញាលោថ្នាក់ពាក្យជានាមមានន័យថា
ឈ្មោះមង្គលពិសេសមួយរាប់បញ្ចូលក្នុងមង្គលទ្វាទស្សមាសជាមង្គលចម្រើនការសាបព្រោះបណ្ដុះដាំក្នុងរដូវភ្លៀងរបស់ប្រជាជនមង្គលនេះកំណត់ធ្វើនៅថ្ងៃទី4រោចខែពិសាខរៀងរាល់ឆ្នាំក្នុងគម្ពីរបាលីហៅថាវបមង្គលមង្គលសាបព្រោះបណ្ដុះដាំបាទពាក្យជារិទ្ធស័ព្ទច្រត់ព្រះនង្គ័លលេខ6ពាក្យជាភាសាអង់គ្លេសបានទៅលើពាក្យថា temporary ម្ដងទៀត temporary ចាប់ផ្ដើម T E M P O R A R Y អើយហេតុមិនហ្នឹងមិញបើ delay យូរជាងនឹងតិចអត់បានបន្ទុកទេមែនទេដោយសារតែគាត់រៀងដកដង្ហើមគាត់រៀងដកដង្ហើមចង់និយាយថាគាត់ប្រកបមួយពេកបាទអញ្ចឹងលោកគ្រូអានមួយប៉ុន្តែរៀងច្បាស់ប៉ុន្តែអត់យឺតទេណាកុំច្រឡំថាគេយឺតចាអូខេអញ្ចឹងសូមជូន Bravo ពាក្យថា temporary function is adjective definition បណ្ដោះអាសន្នអូខេវាជាភាសាអង់គ្លេសលេខ3យ៉ាងហៅជាអ្នកប្រកបពាក្យជាភាសាអង់គ្លេសបានទៅលើពាក្យថា research ម្ដងទៀត research ចាប់ផ្ដើម R E S E A R C H ជូន Bravo សូមជូន Bravo ពាក្យថា research function is verb definition ស្រាវជ្រាវអូខេចាល្អណាស់គេអូនអូខេនីកាអូខេនីកាជាអ្នកប្រកបពាក្យជាភាសាចិនភាសាខ្មែរអូខេពាក្យជាភាសាខ្មែរបានទៅលើពាក្យថាបច្ច័យម្ដងទៀតបច្ច័យចាប់ផ្ដើមបចជើងចសញ្ញុកសញ្ញាយោសូមជូន Bravo ពាក្យថាបច្ច័យថ្នាក់ពាក្យជានាមជាពាក្យសំស្ក្រឹតនិងបាលីលាយគ្នាមានន័យថាហេតុជាទីអាស្រ័យតគ្នាទំនងលំអានហេតុដែលនាំឲ្យផលប្រព្រឹត្តទៅលក្ខនឹងលក្ខគ្រឿងអាស្រ័យសម្រាប់បុព្វជិតពាក្យវេយ្យាករណ៍អក្សរដែលចុះផ្សំខាងចុងធាតុកិរិយាសព្ទនៃភាសាបាលីឬសំស្ក្រឹតដូចជានាយកមកពីនីនាំដឹកនាំនប់បច្ច័យមកផ្សំផងបាទសម្រាប់តថៃលឹងអូខេលេខ8ត្រៀមពាក្យលេខ8បានទៅលើពាក្យថាប្រតាប់ប្រញាល់ម្ដងទៀតប្រតាប់ប្រញាល់ចាប់ផ្ដើមតជើងរតស្រអាអើយបងមានអានត្រណាបងអានប្រចាអបអរសាទរមួយអូខេនេះខ្ញុំសូមសម្រាយពាក្យប្រតាប់ប្រញាល់បជើងរតស្រអាបបន្តក់បជើងរញើស្រអាលបន្តក់ប្រតាប់ប្រញាល់មានថ្នាក់ពាក្យជាកិរិយាវិសេសឬគុណនាមមានន័យថាដែលប្រញឹកប្រញាប់រស់រាន់បន្ទាន់ពេលពេកឬបន្ទាន់ការហួសពេកឧទាហរណ៍ចិនឡុងចុះមានទុរៈអ្វីក៏ប្រតាប់ប្រញាល់អីម្លេះហើយការប្រតាប់ប្រញាល់ដំណើរប្រញាប់ប្រញាល់បាទខ្ញុំប្រញាប់ទៅប្រឡងកម្មវិធីមិត្តពូកែអូអញ្ចឹងហ៎មិនទៅកាន់វគ្គទី2ហ៎បាទអូទៅវគ្គទី2ហើយគឺមិត្តពូកែទាំងអស់គ្នាអូខេទទួលបាននៅសិទ្ធិវិខេទាំងអស់គ្នាអូខេឥឡូវនេះចាប់ឲ្យទៅវគ្គទី2ហ្មងអីចង់នៅបន្ទុកបដោះសនអត់មិនទេទៅប្រកាសក្រោយអត់តើអត់ទៅឥឡូវហ្មងអីមិនប្រកាសទេប្រកាសសិនមកបងប្រកាសសិនអូខេគេចង់ដឹងប្រកាសសិនក៏ប្រកាសហើយចឹងអូខេឥឡូវប្រកាសខាងណាមុនអូខេឥឡូវនេះបងប្អូនប្រកាសផលិតផលបងប្អូនដែលមកពីវិទ្យាល័យជាស៊ីមសន្ធមុខទទួលបានចំនួនច្រើនមែនតើ6ពិន្ទុចំណែកឯបងប្អូនដែលមកពីវិទ្យាល័យហ៊ុនសែនបុរី100ខ្នងទទួលពិន្ទុសរុបទាំងអស់ចំនួន6ពិន្ទុដូចគ្នាបាទនិយាយថាលឹករឿងប្រកបបន្តិចហើយនឹងប្រាប់គេខ្សឹបគ្នាថាឥឡូវគឹមស៊ូអេងអានតែមកជើញជំនះមកពាក្យក្រោយយ៉ាងខ្ញុំអានមិនទាន់បានអានមកគឹមស៊ូបិទវគ្គមកចាអានតែខុសហ្មងចាចេញមកតយើងរោបដោយតចង់ឲ្យចង់តក៏មិនដឹងតអូខេតែឥឡូវអត់អីអូខេឥឡូវនៅវគ្គទី2យើងអាចជួយគ្នាបានទៀតខាងនោះគឺយើងអាចឆ្លើយនៅពិន្ទុ
អត់បន្ទុសំណួរចំណេះដឹងទូទៅបាទ មាន2បន្ទុ3បន្ទុអត់មាន1ទៀតទេ អាចបប៉ះសំណួរគុយ CM គឺកាន់តែលឿន ចង់ជ្រាបកាន់តែច្បាស់នៅក្នុងវគ្គទី2ថាតើអ្នកណាទទួលបានជ័យលាភីនៅសប្តាហ៍នេះទៅជួបយើងទាំងអស់គ្នានៅក្នុងវគ្គទី2សួនកំសាន្តទំនើប Dreamland បាយបាយ